លោក Zelensky បញ្ជាក់ពីការមកដល់ថ្មីនៃយន្តហោះចម្បាំង F-16 ទៅកាន់ប្រទេសអ៊ុយក្រែនប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី19 ខែមីនាថាការដឹកជញ្ជូនយន្តហោះចម្បាំង F-16 របស់ប្រទេសលោកខាងលិចបានមកដល់ប្រទេសអ៊ុយក្រែនហើយលោកប្រធានាធិបតីបាននិយាយថាយន្តហោះចម្បាំង F-16 ជាច្រើនគ្រឿងបានមកដល់ប៉ុន្តែមិនបានបង្ហាញពីចំនួននៃយន្តហោះដែលបានបញ្ជូននោះទេយន្តហោះចម្បាំង F-16 បន្ថែមបានមកដល់អ៊ុយក្រែនហើយជនជាតិរុស្ស៊ីបានកុហកថាពួកគេបានបាញ់ទម្លាក់អ្វីមួយនៅទីនោះពួកគេមិនបានបាញ់ទម្លាក់អ្វីនោះទេហើយដំណឹងល្អគឺថាយន្តហោះចម្បាំង F-16 ជាច្រើនគ្រឿងបានមកដល់អ៊ុយក្រែនហើយប្រសាសន៍របស់លោក Zelensky បានប្រាប់នាយកព័ត៌មាននៅក្នុងអំឡុងពេលធ្វើសន្និសីទកាសែតជាមួយទៅនឹងសារព័ត៌មាន RBC យូក្រែននៅព្រឹកថ្ងៃនោះប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានអះអាងថាយន្តហោះចម្បាំង F-16 ត្រូវបានបាញ់ទម្លាក់នៅក្នុងតំបន់ស៊ូមីដែលជាការអះអាងដែលកងទ័ពអាកាសអ៊ុយក្រែនបានបដិសេធលោក Zelensky មិនបានបញ្ជាក់ថាតើយន្តហោះទាំងនោះត្រូវបានគេបញ្ជូនមកពីទីណានោះទេអ៊ុយក្រែនបានស្នើសុំយន្តហោះចម្បាំង F-16 ចាប់តាំងពីការចាប់ផ្ដើមនៃការលុកលុយពេញលេញរបស់រុស្ស៊ីដោយយន្តហោះដំបូងបានមកដល់នៅក្នុងខែសីហាឆ្នាំ2024បន្ទាប់ពីមានការយល់ព្រមពីបណ្ដាប្រទេសលោកខាងលិចមួយចំនួនប្រទេសជាច្រើនបានចូលរួមចំណែកយន្តហោះចម្បាំង F-16 ដល់កិច្ចខិតខំប្រឹងប្រែងការពារជាតិរបស់អ៊ុយក្រែនដោយប្រទេសហូឡង់ដែលបានប្រកាសបន្តដាក់ពង្រាយយន្តហោះចម្បាំង F-16 ទៅកាន់ប្រទេសអ៊ុយក្រែនដែលដើរតួនាទីយ៉ាងសំខាន់ដោយបានប្រគល់យន្តហោះចម្បាំង F-16 ចំនួន24គ្រឿងប្រទេសដាណឺម៉ាកបានសន្យាថានឹងផ្ដល់យន្តហោះចម្បាំង F-16 ចំនួន19គ្រឿងជាមួយទៅនឹងការចែកចាយដំបូងនៅក្នុងឆ្នាំ2024ខណៈដែលប្រទេសណាវេសបានសន្យារវាងយន្តហោះពី6ទៅ22គ្រឿងប្រទេសបេសិកក៏បានប្រកាសពីចេតនារបស់ខ្លួនក្នុងការផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ផងដែរបើទោះបីជាចំនួនមិនពិតប្រាកដនៅតែមិនត្រូវបានបង្ហាញក៏ដោយយន្តហោះចម្បាំង F-16 ត្រូវបានប្រើទាំងក្នុងប្រតិបត្តិការវាយលុកនិងការពារយន្តហោះទាំងនេះត្រូវបានគេប្រើប្រាស់សម្រាប់ស្ទាក់ចាប់មីស៊ីលនិងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីអំឡុងពេលនៃការវាយប្រហារតាមផ្លូវអាកាសប្រឆាំងទៅនឹងអ៊ុយក្រែនពួកវាក៏អាចត្រូវបានគេដាក់ពង្រាយដើម្បីបាញ់គ្រាប់រ៉ុកែតនិងគ្រាប់បែកពីទីតាំងរុស្ស៊ីនៅតាមខ្សែជើងមុខផងដែរព័ត៌មានដាច់ដោយឡែកសង្គ្រាមពាណិជ្ជកម្មរបស់លោកដូណាល់ត្រាំអាចទាមទារជនរងគ្រោះថ្មីប្រទេសកាណាដានិងអឺរ៉ុបកំពុងពិចារណាឡើងវិញនៅយន្តហោះចម្បាំងនៃក្រុមហ៊ុន Lockheed Martin ចំនួន$150 លានសំណួរកំពុងកើនឡើងនៅក្នុងប្រទេសកាណាដានិងអឺរ៉ុបអំពីថាតើការទិញសម្បត្តិធំៗនៃសព្វាវុធទំនើបរបស់សហរដ្ឋអាមេរិកដូចជាយន្តហោះចម្បាំង F-35 Joint Strike Fighter នៅតែជាជម្រើសយុទ្ធសាស្ត្រដ៏ឆ្លាតវៃសម្រាប់បណ្ដាប្រទេសលោកខាងលិចដែលព្រួយបារម្ភអំពីការវិនិយោគរបស់ពួកគេនៅក្នុងបច្ចេកវិទ្យាការពារជាតិរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលតិចជាង2ខែប្រធានាធិបតីដូណាល់ត្រាំបានបញ្ជាក់គោលនយោបាយការបរទេសជាច្រើនទសវត្សរ៍លោកបានទុកឲ្យសមាជិកអង្គការ NATO ចោទជាសំណួរថាតើទីក្រុងវ៉ាស៊ីនតោននឹងគោរពការបដិញ្ញាចិត្តរបស់សម្ព័ន្ធភាពឆ្លងអាត្លង់តិកដើម្បីការពារគ្នាទៅវិញទៅមកប្រសិនបើប្រទេសអឺរ៉ុបផ្សេងទៀតត្រូវបានវាយប្រហារដោយរុស្ស៊ីលោកក៏បានធ្វើការបដិសេធម្ដងហើយម្ដងទៀតទៅកាន់ទីក្រុងមូស្គូនិងបានផ្អាកជំនួយបរទេសភាគច្រើនរបស់សហរដ្ឋអាមេរិកនេះអាចប៉ះពាល់ទៅដល់ការលក់បរទេសនៃយន្តហោះចម្បាំង F-35 ដែលផលិតដោយក្រុមហ៊ុន Lockheed Martin និងយន្តហោះទំនើបផ្សេងទៀតរបស់សហរដ្ឋអាមេរិកដូចជាយន្តហោះចម្បាំង F-16 នៅពេលដែលសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនកំពុងដំណើរការវាច្បាស់ណាស់ថាតើសមាជិកអង្គការ NATO នៅអឺរ៉ុបខាងកើតនៅតែមានហាងលក់អាវុធសម័យសូវៀតយ៉ាងច្រើននៅក្នុងឃ្លាំងរបស់ពួកគេដែលមិនអាចធ្វើអន្តរកម្មជាមួយទៅនឹងសព្វាវុធរបស់ប្រទេសលោកខាងលិចផែនការរយៈពេលវែងដើម្បីទទួលបានអង្គការ NATO ទាំងអស់នៅលើវេទិកាស្រដៀងគ្នាដោយការជំនួសយន្តហោះសម័យសូវៀតចាស់ៗជាមួយទៅនឹងយន្តហោះប្រទេសលោកខាងលិចជាពិសេសយន្តហោះចម្បាំង F-16 នៅក្នុងករណីខ្លះ F-35 ទទួលបានសន្ទុះប្រទេសមួយចំនួននៃអង្គការ NATO ឥឡូវនេះកំពុងគិតឡើងវិញអំពីការភ្ជាប់ប្រព័ន្ធការពាររបស់ពួកគេទៅនឹងប្រព័ន្ធដែលផលិតដោយសហរដ្ឋអាមេរិកនិងមានសក្តានុពលពិចារណាទៅលើយន្តហោះអឺរ៉ុបហើយសហភាពអឺរ៉ុបកាលពីថ្ងៃពុធបានប្រកាសពីការជំរុញថ្មីមួយដើម្បីបំបែកការពឹងផ្អែកសន្តិសុខរបស់ខ្លួនទៅលើសហរដ្ឋអាមេរិកដោយផ្ដោតទៅលើការទិញឧបករណ៍ការពារបន្ថែមទៀតនៅក្នុងទ្វីបអឺរ៉ុបនៅក្នុងប្រមាណឆ្នាំថ្មីៗនេះប្រទេសទាំង27របស់សហភាពអឺរ៉ុបបានដាក់ការបញ្ជាទិញប្រហែ
ហែលជា2ភាគ3របស់ពួកគេជាមួយទៅនឹងក្រុមហ៊ុនការពារជាតិសហរដ្ឋអាមេរិកនៅក្នុងប្រទេសកាណាដាដែលជាកន្លែងដែលលោកដូណាល់ត្រាំបានចាប់ផ្ដើមសង្គ្រាមពាណិជ្ជកម្មនិងបានគម្រាមកំហែងការបង្ខិតបង្ខំសេដ្ឋកិច្ចដើម្បីធ្វើឲ្យវាក្លាយទៅជារដ្ឋអាមេរិកទី51នាយករដ្ឋមន្ត្រីថ្មីគឺលោក Mark Carney បានស្នើឲ្យរដ្ឋមន្ត្រីការពារជាតិពិនិត្យមើលការទិញយន្តហោះចម្បាំង F-35 របស់ខ្លួនប្រទេសកាណាដាជាដៃគូជាមួយទៅនឹងសហរដ្ឋអាមេរិកក្នុងការអភិវឌ្ឍយន្តហោះចម្បាំងអ្នកនាំពាក្យការពារជាតិម្នាក់បាននិយាយថាលោករដ្ឋមន្ត្រីការពារជាតិនៃប្រទេសកាណាដានឹងមើលថាតើមានជំរឿផ្សេងទៀតដែលបានផ្ដល់បរិបទការផ្លាស់ប្ដូរលោកនាយករដ្ឋមន្ត្រីកាណាដាកាលពីថ្ងៃអង្គារបានប្រកាសពីការទិញប្រព័ន្ធរ៉ាដាព្រមានជាមុនពីប្រទេសអូស្ត្រាលីដែលមានតម្លៃ$6,000 លានកាណាដាឬស្មើទៅនឹង$4.2 លានក្រុមមន្ត្រីបាននិយាយថាវានឹងមានជើងតូចជាងប្រព័ន្ធស្រដៀងគ្នារបស់សហរដ្ឋអាមេរិកនៅប្រទេសប៉ូទុយហ្គាល់រដ្ឋមន្ត្រីការពារជាតិត្រៀមនឹងចាក់ចែងពីតំណែងថ្មីៗនេះបានប្រាប់កាសែតប៉ូទុយហ្គាល់ថាតំណែងថ្មីៗដែលទីក្រុង Washington ដោយបង្ខំឲ្យគិតឡើងវិញអំពីការទិញយន្តហោះចម្បាំង F-35 ប្រទេសប៉ូទុយហ្គាល់កំពុងពិចារណាទៅលើជំរើសផ្សេងៗដើម្បីជំនួសយន្តហោះចម្បាំង F-16 របស់ខ្លួនលោក Winslow T. Wellerដែលបានចំណាយពេល3ទសវត្សរ៍នៅក្នុងសហភាពសហរដ្ឋអាមេរិកបានធ្វើការឲ្យគណៈបកប្រជាធិបតេយ្យនិងគណៈបកសាធារណរដ្ឋទៅលើបញ្ហាសន្តិសុខនិងការពារជាតិបាននិយាយថាអ្នកមិនគ្រាន់តែទិញយន្តហោះនោះទេអ្នកកំពុងទិញទំនាក់ទំនងជាមួយទៅនឹងសហរដ្ឋអាមេរិកមនុស្សកាលពីអតីតកាលមិនគ្រាន់តែស្វាគមន៍ទេប៉ុន្តែចង់បានទំនាក់ទំនងបែបនេះម្យ៉ាងវិញទៀត Holong Norwest ថ្មីនេះបានសម្ដែងការគាំទ្រចំពោះកម្មវិធីយន្តហោះចម្បាំង F-35យន្តហោះចម្បាំង F-35 Joint Strike Fighter ដែលត្រូវបានរចនាឡើងដើម្បីរួមបញ្ចូលការបបង់កាយភាពបត់បែននិងសមត្ថភាពវាយប្រហារនៅក្នុងយន្តហោះតែមួយយន្តហោះនីមួយៗមានតម្លៃប្រហែលជា$85 លានឬស្មើទៅនឹង78 លានអឺរ៉ូហើយតម្លៃកើនឡើងដល់ទៅ$150 លាននៅពេលដែលជំនួយហេដ្ឋារចនាសម្ព័ន្ធនិងគ្រឿងបន្លាស់ត្រូវបានរួមបញ្ចូលប្រហែលជា1100គ្រឿងត្រូវបានផលិតរហូតមកដល់បច្ចុប្បន្នសម្រាប់សេវាកម្មយោធាចំនួន16នៅទូទាំងពិភពលោកយន្តហោះចម្បាំង F-35B ដែលជាប្រភេទ Farang ដែលអាចហោះហើរចេញពីកប៉ាល់បញ្ឈរគឺជា model ចុងក្រោយវាជាប្រព័ន្ធសព្វាវុធថ្លៃបំផុតដែលសហរដ្ឋអាមេរិកធ្លាប់ផលិតដោយតម្លៃពេញមួយជីវិតប៉ាន់ស្មានឥឡូវនេះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ទៅ$1.7 លានវិធីមួយក្នុងចំណោមវិធីដែលកម្មវិធីកំពុងពឹងផ្អែកទៅលើការកាត់បន្ថយការចំណាយទាំងនោះគឺតាមរយៈការលក់យន្តហោះបន្ថែមទៀតដល់អតិថិជនអន្តរជាតិប៉ុន្តែជំហរនាពេលថ្មីរបស់រដ្ឋបាលលោកដូណាល់ត្រាំទៅលើសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនបានជំរុញឲ្យមានការភ័យខ្លាចថាទីក្រុង Washington អាចមានវិធីស្រដៀងគ្នាក្នុងការបង្ខិតបង្ខំអ្នកទិញក្នុងការប្រយុទ្ធនាពេលអនាគតដូចជាបង្កប់នៅកងតាក់សម្លាប់សមត្ថកម្មនៅក្នុងកម្មវិធីរົບលានរបស់យន្តហោះចម្បាំង F-35 ជាដើមទោះបីជាយ៉ាងណាក៏ដោយការិយាល័យកម្មវិធីរួម F-35 Fighting II របស់មន្ទីរបញ្ចកនបានច្រានចោលការយល់ឃើញមួយនេះការិយាល័យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារមិនមានកងតាក់សម្លាប់នោះទេយើងនៅតែប្រាជ្ញាផ្ដល់ជូនអ្នកប្រើប្រាស់ទាំងអស់នៅមុខងារពេញលេញនិងការគ្រប់គ្រងដែលពួកគេត្រូវការលោក Weller បាននិយាយថាប៉ុន្តែនេះមិនមែនជាមធ្យោបាយតែមួយគត់ដើម្បីជះឥទ្ធិពលដល់កម្មវិធីរបស់សម្ព័ន្ធមិត្តនោះទេយន្តហោះចម្បាំង F-35 ទាមទារឲ្យមានការធ្វើឲ្យប្រសើរឡើងនៅបច្ចេកវិទ្យាគ្រប់គ្រងដោយសហរដ្ឋអាមេរិកជាប្រចាំដើម្បីដំណើរការនៅក្នុងការប្រយុទ្ធលោកបាននិយាយថាប្រសិនបើទំនាក់ទំនងជាមួយទៅនឹងសហរដ្ឋអាមេរិកមានភាពជូរចត់ហើយការធ្វើបញ្ចបន្ធភាពត្រូវបានពន្យាពេលវាអាចធ្វើឲ្យយន្តហោះឬសូម្បីតែកងនាវាមិនអាចដំណើរការបាននោះទេក្រុមហ៊ុន Lockheed Martin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថាអ្នកមកការពារជាតិផ្ដល់ហេដ្ឋារចនាសម្ព័ន្ធនិងទិន្នន័យទាំងអស់ដែលត្រូវការសម្រាប់អតិថិជននៃយន្តហោះចម្បាំង F-35 ទាំងអស់ដើម្បីទ្រទ្រង់យន្តហោះ